មហន្តរាយធម្មជាតិអង្រួនប្រទេសចិនអានុភាពនៃមហាព្យុះដ៏កាចសាហាវសួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Pride Idea នៅក្នុងពេលបច្ចុប្បន្ននេះបម្រែបម្រួលអាកាសធាតុបាននឹងកំពុងបង្កជាគ្រោះមហន្តរាយធម្មជាតិគួរឲ្យរន្ធត់នៅទូទាំងសកលលោកអ្វីដែលកំពុងតែធ្វើឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺស្ថានភាពគ្រោះទឹកជំនន់និងការវាយប្រហារពីខ្យល់ព្យុះកាចសាហាវជាបន្តបន្ទាប់គ្នានៅក្នុងប្រទេសចិនដែលបាននឹងកំពុងបង្កើតជាទិដ្ឋភាពដ៏គួរឲ្យតក់ស្លុតជាទីបំផុតតើមានរឿងអ្វីកើតឡើងពិតប្រាកដនៅទីនោះតើខ្យល់ព្យុះទាំងនោះមានឈ្មោះអ្វីខ្លះហើយវាមានអានុភាពបំផ្លិចបំផ្លាញខ្លាំងកម្រិតណាថ្ងៃនេះ Pride Idea នឹងនាំលោកអ្នកទាំងអស់គ្នាទៅពិនិត្យមើលព័ត៌មានលម្អិតនិងទិដ្ឋភាពជាក់ស្ដែងនៅជុំវិញមហន្តរាយធម្មជាតិមួយនេះប្រទេសចិននៅក្នុងពេលប្រមាណថ្ងៃមុននេះបានរងការវាយប្រហារទ្វេដងពីប្រព័ន្ធព្យុះធំៗចំនួន2ដែលបានបង្កជាភ្លៀងធ្លាក់នៅក្នុងកម្រិតឯកតកម្មទឹកជំនន់បាក់ទំនប់និងខ្យល់ព្យុះកន្ត្រាក់បោកបក់យ៉ាងហិង្សាព្យុះដំបូងគេដែលចូលមកអង្រួនភាគខាងត្បូងនៃប្រទេសចិនគឺព្យុះ Subtropic Maisa ឬ Tropical Storm Maisa ទោះបីជាមានទម្រង់ជាព្យុះត្រូពិកប៉ុន្តែអានុភាពទឹកភ្លៀងរបស់វាមានកម្រិតហិង្សាខ្លាំងណាស់ជួបម៉ៃសាក់បាននាំមកនៅភ្លៀងធ្លាក់រហូតដល់ទៅចន្លោះពី10ទៅ40សង់ទីម៉ែត្រហើយនៅតំបន់ខ្លះដែលរងគ្រោះធ្ងន់ធ្ងរកម្រិតទឹកភ្លៀងបានហក់ឡើងរហូតដល់ទៅជាង90សង់ទីម៉ែត្រឯណោះឥទ្ធិពលដ៏អាក្រក់បំផុតនៃព្យុះម៉ៃសាក់គឺការបង្កឲ្យមានគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ស្វយ័តខ្វាងស៊ីភាគខាងត្បូងនៃប្រទេសចិនទឹកភ្លៀងដ៏ច្រើនលើសលប់បានធ្វើឲ្យទំនប់វារីអគ្គិសនីនិងអាងស្តុកទឹកលាវឡាននៅក្នុងទីក្រុងហេងជូវនៃទីក្រុងណានញីរងការបាក់ធ្លាយខណៈពេលដែលជញ្ជាំងបេតុងនៃទំនប់វារីអគ្គិសនីបានបាក់ស្រុតនិងទឹកជំនន់ភក់ពណ៌ក្រហមដ៏មហិមាបានបោកបក់កាត់តាមទីក្រុងនិងភូមិឋាននានាជាច្រើនគ្រោះមហន្តរាយនៃការបាក់ទំនប់នេះតែមួយបានបណ្ដាលឲ្យមនុស្សបាត់បង់ជីវិតយ៉ាងហោចណាស់26នាក់នៅក្នុងចំណោមជនរងគ្រោះសរុប39នាក់នៅក្នុងតំបន់មនុស្សជាង 130,000 នាក់ត្រូវបានបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ហើយកងកម្លាំងសង្គ្រោះរាប់ពាន់នាក់រួមទាំងទូកសង្គ្រោះជាង 5,700 គ្រឿងត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជាប់គាំងនៅលើដំបូលផ្ទះនិងតាមដំបូលអគារខ្ពស់ៗមិនទាន់ដោះស្រាយវិបត្តិព្យុះទី1ចប់ស្រួលបួលផងមហន្តរាយទី2ក៏បានឈានជើងចូលមកដល់នោះគឺកពូលព្យុះទីហ្វុងបាវីឬ Super Typhoon Bavi ដែលជាព្យុះដ៏ធំមានកម្លាំងខ្លាំងបំផុតប្រចាំឆ្នាំ2026នេះមុនពេលបោកបក់មកដល់ប្រទេសចិនព្យុះទីហ្វុងបាវីបានស្រូបយកថាមពលពីផ្ទៃសមុទ្រក្តៅរហូតវិវត្តខ្លួនទៅជាព្យុះកម្រិតទី5 Category 5 Super Typhoon ដែលមានទំហំធំមហិមាស្ទើរតែប៉ុនផ្ទៃដីនៃប្រទេសបារាំងទាំងមូលព្យុះទីហ្វុងបាវីបានបោកបក់មកដល់ឆ្នេរខាងកើតនៃប្រទេសចិនដោយបានធ្វើការវាយប្រហារបោកបក់2លើកជាប់គ្នានៅក្នុងខេត្តជឺជាងពលគឺទី1នៅក្រុងយូហាននិងលើកទី2នៅទីក្រុងយូឈីងនៃទីក្រុងវីងចុងទោះបីជានៅពេលបោកបក់មកដល់ដីគោកវាបានថយឥទ្ធិពលមកត្រឹមតែកម្រិតទី1ក៏ដោយប៉ុន្តែដោយសារតែទំហំដ៏ធំធេងខុសពីធម្មតារបស់វាបានបង្កការខូចខាតយ៉ាងដំណំខ្យល់កន្ត្រាក់បោកបក់នៅក្នុងល្បឿនដល់ទៅ163គីឡូម៉ែត្រនៅក្នុង1ម៉ោងបានធ្វើឲ្យរលកសមុទ្រខ្ពស់ៗបោកបក់ពីលើឆ្នេរដើមឈើរាប់ពាន់ដើមត្រូវបានរលំនិងរលើងឬហើយផ្ទះសម្បែងជាច្រើនត្រូវបានបាក់បែកនិងខូចខាតទាំងស្រុងដើម្បីការពារអាយុជីវិតមនុស្សពីរលកយក្សរដ្ឋាភិបាលចិនបានប្រកាសអាសន្ននៅក្នុងកម្រិតខ្ពស់បំផុតដោយបានធ្វើការជម្លៀសប្រជាពលរដ្ឋជិត2លាននាក់ចេញពីតំបន់គ្រោះថ្នាក់នៅតាមបណ្ដោយឆ្នេរខាងកើតឥទ្ធិពលខ្យល់និងភ្លៀងរបស់ព្យុះបាវីបានធ្វើឲ្យប្រព័ន្ធដឹកជញ្ជូននិងសេដ្ឋកិច្ចនៅក្នុងទីក្រុងធំៗដូចជាសៀងហៃនិងហ្វាងជូវត្រូវបានជាប់គាំងជើងហោះហើររាប់ពាន់ជើងនិងសេវាកម្មរថភ្លើងជាង 1,600 ខ្សែត្រូវបានលុបចោលទាំងស្រុងសូម្បីតែនៅភាគខាងជើងនិងភាគខាងជើងជាងខាងកើតនៃប្រទេសចិនក៏ដូចជាទីក្រុងសិនយ៉ាងក៏រងផលប៉ះពាល់បណ្ដាលឲ្យសាលារៀនត្រូវបិទទ្វារនិងផ្អាកដំណើរការរថភ្លើងផងដែរក្រៅពីការបំផ្លិចបំផ្លាញនៅក្នុងប្រទេសចិនតាមប្រព័ន្ធព្យុះទាំងនេះបានជះឥទ្ធិពលដល់ប្រទេសណាខ្លះទៀតតាមការស្រាវជ្រាវព័ត៌មានជាក់ស្ដែងមុនពេលដែលមហន្តរាយព្យុះទីហ្វុងបាវីធ្វើដំណើរមកដល់ដីគោកនៃប្រទេសចិនវាក៏បានជះឥទ្ធិពលនិងបង្កការខូចខាតដល់បណ្ដាប្រទេសនិងដែនដីមួយចំនួននៅក្នុងតំបន់ប៉ាស៊ីហ្វិកផងដែររួមមានដែនដីកោះកាំនិងកោះម៉ារីណាខាងជើងបន្ទាប់មកវាក៏បានបោកបក់កាត់ប្រទេសហ្វីលីពីនដែលបានបង្កឲ្យមានគ្រោះទឹកជំនន់និងការបាក់ដីសម្រាប់មនុស្សអស់17នាក់រួមទាំងបានជះឥទ្ធិពលធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងបង្កការលិចលង់និងការលុបចោលជើងហោះហើរជាច្រើននៅក្នុងកោះតៃវ៉ាន់ផងដែរទិដ្ឋភាពដ៏គួរឲ្យខ្លាចនៃការបាក់ទំនប់ទឹកជំនន់នៅភាគខាងត្បូងនិងខ្យល់ព្យុះបោកបក់កាត់ទីក្រុងទំនើបនៅភាគខាងកើតនៃប្រទេសចិនគឺជាសញ្ញាព្រមានដ៏ច្បាស់មួយពីឥទ្ធិពលនៃធម្មជាតិទោះបីជាបច្ចេកវិទ្យារបស់មនុស្សមានការរីកចម្រើនខ្លាំងអាចព្យាករណ៍និងជម្លៀសមនុស្សបានរាប់លាននាក់ទាន់ពេលវេលាក៏ដោយប៉ុន្តែការខូចខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចនៅតែមានទំហំធំធេងនិងធ្ងន់ធ្ងរដដែលពិតជាគួរឲ្យតក់ស្លុតនិងជារឿងមួយដែលយើងត្រូវតែតាមដានទាំងអស់គ្នាប្រសិនបើប្រិយមិត្តចង់ទទួលបានព័ត៌មានស៊ីជម្រៅចំណេះដឹងប្លែកៗពី Pride Idea បែបនេះជារៀងរាល់ថ្ងៃសូមកុំភ្លេចចុច Like និង Follow ទំព័រ Facebook TikTok និង Subscribe Channel YouTube របស់ Pride Idea ម្នាក់មួយផងសូមចូលរួមបញ្ចេញមតិយោបល់របស់ប្រិយមិត្តនិងសូមចូលរួមរំលែកសេចក្តីសោកសៅទៅកាន់ជនរងគ្រោះទាំងអស់សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ